ស្នេហ៍ដែលអតិថិជនមិនអាចបំភ្លេចយើងបាននោះអតិថិជនយើងត្រូវតែដឹងថាអតិថិជនប្រភេទណាដែលជាអតិថិជនដែលមានសក្តានុពលយើងត្រូវតែឧស្សាហ៍ធ្វើការតំណែងទៅលេងគាត់សម័យបច្ចុប្បន្ននេះសង្គមបច្ចុប្បន្ននេះគឺសម្បូរណាស់បណ្ដាញសង្គមយើងអាចតាក់ទងគាត់តាមបណ្ដាញសង្គមដូចជាតាមឆាតតាម Telegram ឬក៏តាម TikTok អីលេងហ្នឹងទៅដើម្បីបង្កើនជាចំណងមួយដើម្បីបង្កើនគឺក្តីនឹករលឹកគ្នាទៅវិញទៅមកហើយបើសិនជាយើងចេះឆាតឬក៏ទៅគាត់នោះយើងគួរតែមើលពេលវេលាដែរជួនកាលពេលខ្លះគាត់អ្នកខ្លះគាត់មិនមែនជាអ្នករកស៊ីដូចយើងទេអ្នកខ្លះគាត់ជាអ្នកធ្វើការឬក៏អីចឹងទៅយើងគួរតែលេរកពេលណាដែលជាពេលទំនេររបស់គាត់ឬក៏ជាពេលណាមួយដែលជាពេលសម្រាប់របស់គាត់ចាំយើងឆាតទៅលេងគាត់ឬទៅលេងគាត់ក៏ប៉ុន្តែកន្លែងនេះយើងត្រូវតែគិតមួយដែរបើសិនជាអតិថិជននោះយើងជាអ្នកលក់ប្រុសកុំឃើញគាត់ជាស្រីរៀងស្អាតដែរជួនកាលចេះតែធ្វើខ្នែកខ្នក់អីចឹងទៅខ្លាចអាចប្តីគេប្រច័ណ្ឌឬក៏មានបញ្ហាដល់គាត់ចឹងទៅអញ្ចឹងអ្វីដែលយើងនិយាយគឺយើងនិយាយឆាតលេងក្នុងនាមយើងជាអ្នកលក់ទំនិញទៅឲ្យគាត់កុំឆាតលេងបែបតំណែងបែបជារឿងស្នេហាមនោចេតនានោះវាជាអាចជារឿងមួយបង្កបញ្ហាដែរអញ្ចឹងសំខាន់ណាស់គឺយើងត្រូវគិតថាយើងជាអ្នកលក់គាត់ជាអ្នកទិញទំនិញបាទអញ្ចឹងយើងក៏ចេះរៃពេលដើម្បីរកពេលណាថាឥឡូវម៉ោងណាគាត់ទំនេរឬម៉ោងណាមួយដែលយើងអាចឆាតទៅលេងបាល់ឬក៏អាចទៅលេងគាត់បានអញ្ចឹងសំខាន់យើងត្រូវចេះតែគិតនឹងលេងពេលវេលាឲ្យបានល្អផងដែរ